រដូវនេះគឺជារដូវដែលផ្លែស្វាយទុំហើយពិសេសបងប្អូនអ្នកចិញ្ចឹមមាន់ហើយមានដើមស្វាយច្រើននៅដាំក្រោយផ្ទះឬក៏កន្លែងចិញ្ចឹមមាន់អញ្ចឹងបងប្អូនគួរតែយកមកចាត់ឲ្យមាន់ស៊ីវាជារឿងដែលល្អបំផុតព្រោះថាផ្លែស្វាយនៅពេលដែលយើងទុកឲ្យវាទុំហើយជ្រុះចុះមកដីហើយមាន់របស់យើងចាត់ស៊ីគឺវាបញ្ហាទៅដល់មាន់ដូចជាការប្រឡាក់នៅមុខវាជាប់បានន័យថាសរសៃវានឹងជាប់នៅចំពុះនៅមុខវាទៅនៅពេលដែលជាប់ទៅគឺបញ្ហាបើសម្រាប់កូនមាន់ទូចវាអាចយូរងាប់ដោយសារតែជាតិស្វាយនឹងជាប់ខ្ញុំធ្លាប់ជួបអីសម្រាប់មាន់ដែលវាស៊ីផ្លែស្វាយដែលធ្លាក់ចុះមកក្រោមពីលើដើមមកតែបើសិនមកបងប្អូនធ្វើតាមខ្ញុំនេះគឺជារឿងដែលល្អហើយបងប្អូនធ្លាប់មើលវីដេអូខ្ញុំពីមុនគឺដឹងហើយផ្លែស្វាយវាមានអត្ថប្រយោជន៍អីហើយយើងយកទៅធ្វើបានទៅលើអីខ្លះអញ្ចឹងប្រភេទផ្លែឈើដែលបង្កើតចេញជាវីតាមីនបាទវីតាមីនគឺមានប្រភេទទុំក្រហមទុំលឿងហើយនិងទុំសដែលយើងត្រូវយកទៅធ្វើជាវីតាមីនណាហើយវីតាមីនដែលយើងធ្វើដូចខ្ញុំនិយាយអញ្ចឹងតើតើទៅនឹងវីតាមីនឬក៏យើងហៅមួយទៀតថាថ្នាំពៅហ្នឹងគឺយើងមិនចាំបាច់ទិញពីផ្សារក៏បានដែរដូចខ្ញុំបញ្ជាក់អញ្ចឹងការចិញ្ចឹមមាន់យើងធ្វើតែប្រភេទវ៉ាក់សាំងទៅបានហើយតាក់ទងទៅនឹងវីតាមីនទៅនឹងថ្នាំពៅដែលខ្ញុំនិយាយថ្នាំពៅហ្នឹងគឺយើងធ្វើខ្លួនឯងក៏បានដែរព្រោះថាវីតាមីនដែលយើងទិញពីផ្សារគឺគេមិនចោលទេប្រភេទផ្លែឈើអញ្ចឹងគេផ្សំចេញពីផ្លែឈើដូចគ្នាអញ្ចឹងបងប្អូនអ្នកចិញ្ចឹមមាន់គួរណាតែកុំមើលរំលងនៅរដូវនេះគឺរដូវដែលចាប់ដើមដូចថាមិនចាប់ដើមគឺផ្លែឈើមានច្រើនមិនថាអាឡឹកមិនថាស្វាយពិសេសស្វាយរដូវនេះគឺសម្បូរសម្រាប់ខាងខ្ញុំទៅហើយអញ្ចឹងក្នុងមួយថ្ងៃយើងគួរតែឲ្យស៊ីបានយ៉ាងហោចណាស់ម្ដងហើយការឲ្យស៊ីគឺយើងត្រូវចាត់អញ្ចឹងដើម្បីជៀសវាងនៅពេលដែលវាស៊ីទៅបើសិនជាយើងដាក់ទាំងមូលឬក៏យ៉ាងម៉េចទៅវាស៊ីទៅវាលងស៊ីទៅវាឈ្មោះក្បាលចូលទៅក្នុងវាបញ្ហាប្រឡាក់មុខប្រឡាក់អីវាទៅវាធ្វើឲ្យខ្មៅមុខវានឹងយូរបើកូនមាន់វាងាប់ណាបាទហើយថ្ងៃនេះគឺខ្ញុំមកដាក់ផ្លែស្វាយឲ្យមាន់ស៊ីហើយវាយើងទទួលបានអត្ថប្រយោជន៍ពីរយ៉ាងទី1គឺចំណេញនៅពេលដែលមាន់ស៊ីផ្លែស្វាយហើយយើងមិនចាំបាច់ដាក់ចំណីឲ្យស៊ីទៀតក៏បានដែរបាទអាហ្នឹងទី1ទី2គឺវាជួយបំពន់មាន់របស់យើងឲ្យមានសុខភាពល្អវីតាមីន C បាទសម្រាប់ផ្លែស្វាយវាមានជាតិវីតាមីន C ដូចផ្លែក្រូចដូចអីចឹងបាទវាជួយឲ្យមាន់របស់យើងនឹងវាធំធាត់លឿនដូចខ្ញុំនិយាយនៅវីដេអូថ្ងៃមុនពីម្សិលមិនដឹងម្សិលមួយថ្ងៃមិនដឹងទេតាក់ទងទៅនឹងការឲ្យស៊ីផ្លែឈើហើយបងប្អូនយើងខមមិនមកខ្ញុំច្រើនគាត់ថាឃើញមាន់របស់ខ្ញុំល្អឃើញមាន់របស់ខ្ញុំរោមភ្លឺល្អអញ្ចឹងណាគាត់ថាខ្ញុំធ្វើម៉េចបាទខ្ញុំឲ្យស៊ីអីអញ្ចឹងខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំឆ្លៀតពេលតនេខ្ញុំចិញ្ចឹមនេះគឺខ្ញុំចិញ្ចឹមឆ្លៀតពេលតនេទេបាទគឺខ្ញុំមិនមែនអង្គុយឲ្យស៊ីទៅចំណីមកមុខទេខ្ញុំអាចដាក់បន្លែដាក់ផ្លែឈើហើយបន្លែនឹងទៀតសោតសួរថាតើយើងដាក់អីបើបន្លែអីក៏ដោយតែប្រភេទបន្លែដែលយើងហូបកើតហើយមាន់របស់យើងវាស៊ីបាទដូចជាស្ពៃក្តោបស្ពៃកញ្ញាញ់សាឡាត់ឬក៏តកួនតសក់ស្លឹកបាសស្លឹកម្រុំនិយាយទៅឲ្យតែវាស៊ីស្លឹកដលងវាស៊ីកើតគឺយើងដាក់ទៅសុទ្ធតែជាប្រភេទអាហារដែលល្អសម្រាប់មាន់ហើយជួយឲ្យនិយាយទៅគឺជួយឲ្យមាន់យើងមានសុខភាពល្អហើយមាន់រោមភ្លឺដោយសារអីទៀតពោតក្រហមធ្វើឲ្យមាន់របស់យើងមានសាច់លឿងល្អហើយគេថានិយាយទៅគឺបែបធម្មជាតិហ្មងដូចបងប្អូនឃើញនិយាយទៅបើសិនជាបងប្អូនធ្វើបានដូចខ្ញុំនិយាយបងប្អូននឹងទទួលបានមាន់បែបធម្មជាតិយើងមិនមែនផ្ដោតសំខាន់ទៅលើការដាក់ចំណីទេព្រោះបងប្អូនឃើញគេចិញ្ចឹមនៅកសិដ្ឋាននេះគេមានដាក់ថ្នាំពន្លឿនការលូតលាស់គេដាក់ចំណីឲ្យស៊ីទាល់ងាយទាល់ព្រឹកអាណាដេកទៅអាណាស៊ីទៅគឺគេបើកភ្លើងភ្លឺឲ្យស៊ីចំណុចហ្នឹងហើយដែលធ្វើឲ្យមាន់របស់គេធំលឿនប៉ុន្តែសួរថាតើនៅពេលដែលភ្ញៀវយកមាន់ហ្នឹងទៅបរិភោគតើឆ្ងាញ់អត់រសជាតិវាទទួលបានមាន់ដែលធម្មជាតិអត់គឺអត់ទេអញ្ចឹងមាន់ដែលធម្មជាតិគឺមាន់ដែលវាទទួលទាននៅអាហារឬក៏និយាយថាអាហាររូបត្ថម្ភរបស់វាហ្នឹងគឺធម្មជាតិគឺបើមាន់ខ្ញុំ
ពេលដែលខ្ញុំចាប់ដើមចិញ្ចឹមវគ្គក្រោយនេះគឺខ្ញុំចិញ្ចឹមចែកទេសលាយធម្មជាតិហេតុអីបានខ្ញុំនិយាយអញ្ចឹងការធ្វើវ៉ាក់សាំងគឺគេហៅថាបច្ចេកទេសដល់ពេលការផ្ដល់ចំណីគឺយើងធម្មជាតិប៉ុន្តែខ្ញុំអត់ផ្សំទេខ្ញុំផ្ដល់ចំណីដូចជាការដាក់បន្លែដាក់ផ្លែឈើហើយចំណីសម្រាប់ខ្លះហើយបន្លែងវានៅពេលដែលយើងធ្វើវ៉ាក់សាំងអាសន្នរោគហើយអញ្ចឹងនៅពេលដែលខ្ញុំបន្លែងទៅវាដើរស៊ីស្មៅដើរចាប់សត្វល្អិតកណ្ដៀកដោបឬក៏ចង្រិតអីលេចកើតអញ្ចឹងទៅបងប្អូនឃើញអាហ្នឹងសិតធម្មជាតិហើយមាន់របស់ខ្ញុំនៅពេលដែលតម្លាក់ចុះដីពីមុនគឺខ្ញុំទិញចំណីយកមកផ្សំឲ្យវាស៊ីតែឥឡូវអត់ទេគឺខ្ញុំទិញចំណីតិចតួចទេគឺខ្ញុំឲ្យស៊ីដូចចុងកដូចស្រូវអីវិញបាទចុងកស្រូវផ្លែឈើអញ្ចឹងទៅបន្លែអញ្ចឹងខ្ញុំបោះឲ្យវាស៊ីឬក៏ជួនខ្ញុំអត់បោះទេវាដើរស៊ីខ្លួនឯងហើយបាទនៅក្រៅហើយអ្វីដែលខ្ញុំឲ្យស៊ីដូចចំណីគឺ2ថ្ងៃ3ថ្ងៃបាទខ្ញុំឲ្យម្ដងពោតក្រហមអី2 3ថ្ងៃខ្ញុំឲ្យម្ដងតែតាក់ទងទៅនឹងការរស់នៅរបស់វាគឺខ្ញុំចង់ផ្ដោតសំខាន់ទៅលើធម្មជាតិតែខ្ញុំធ្វើវ៉ាក់សាំងដើម្បីអីការពារជំងឺបងប្អូនមើលវីដេអូនេះបងប្អូននឹងដឹងហើយគោលគំនិតរបស់ខ្ញុំដែលខ្ញុំចេញវីដេអូថ្ងៃនេះគឺឲ្យបងប្អូនឃើញថាមាន់ខ្ញុំមានបងប្អូននៅចិត្តផ្ទះគាត់ថាមាន់គាត់អត់ចេះស៊ីផ្លែឈើទេអញ្ចឹងមាន់មិនមែនវាមិនចេះស៊ីទេប៉ុន្តែអាស្រ័យនៅលើយើងថាតើយើងទម្លាប់ឲ្យស៊ីអត់បាទហើយឥឡូវនេះយើងក៏លេខមកមើលសបុកមាន់វិញខ្ញុំតែងតែឆ្ងល់ថាមាន់របស់ខ្ញុំហេតុអីបានពងលឿនម៉េះ3ថ្ងៃពង6បាទ4ថ្ងៃ8ដល់ពេលខ្ញុំតាមដានទៅគឺឃើញថាវាពង2សបុកឥឡូវខ្ញុំលែកខ្ញុំរើសពងដែលដូចគ្នាយកដាក់ផ្សេងឥឡូវវាចាប់ដើមទៅពងត្រូវសបុកវិញហើយបាទបាន2សបុកមួយសបុកបាន7គ្រាប់បាទឥឡូវយើងក៏លេខមកនេះវិញតាក់ទងទៅនឹងបញ្ហាដូចជាការឲ្យស៊ីប្រភេទផ្លែឈើអញ្ចឹងស្វាយគឺអ្វីដែលខ្ញុំបកស្រាយគឺខ្ញុំអត់បកស្រាយច្រើនទេខ្ញុំគ្រាន់តែនិយាយហេតុផល2ដែលខ្ញុំឲ្យស៊ីផ្លែឈើទី1គឺកាត់បន្ថយការចំណាយរបស់យើងទៅលើចំណីវានៅពេលដែលវាស៊ីស្វាយនឹងឆ្អែតវាអត់ឃ្លានចំណីទៀតទេវាស៊ីហើយវាទៅផឹកទឹកគឺអូខេរួចមកពេលទី2គឺវាមានវីតាមីនហើយសួរថាតើយើងឲ្យស៊ីអញ្ចឹងរាល់ថ្ងៃអត់យើងឲ្យស៊ីរាល់ថ្ងៃប៉ុន្តែយើងមិនឲ្យស៊ីរាល់ពេលទេចឹងនិយាយចឹងបាទពេលព្រឹកយើងដាក់ចំណីធម្មតាទៅពេលថ្ងៃយើងឲ្យស៊ីផ្លែឈើហ្នឹងទៅដល់ពេលរសៀលហ្នឹងទៅឬក៏ល្ងាចយើងឲ្យស៊ីចំណីវិញទៅបាទហើយចំណីយើងដាក់យើងមិនផ្ដោតសំខាន់ទៅលើចំណីសម្រាប់ទេបើសម្រាប់ខ្ញុំពីមុនខ្ញុំចិញ្ចឹមផ្ដោតសំខាន់ទៅលើការផ្សំការផ្ដល់ចំណីសម្រាប់គឺដើម្បីឲ្យវាធំលឿនឆាប់បានលក់តែឥឡូវនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើការការពារវិញដូចជាការធ្វើវ៉ាក់សាំងការទប់នៅពេលដែលមានបញ្ហាអីយើងត្រូវទៅរកថ្នាំមកទប់អញ្ចឹងការពារវិញហើយសុខចិត្តឲ្យវារស់បែបធម្មជាតិឲ្យវាធំធាត់បែបធម្មជាតិសុខចិត្តចំណាយពេលរៀងយូរទៅចាស់បានហ្នឹងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណសូមគោរពលាយើងនឹងជួបគ្នានៅវីដេអូ